នេះយើងនិយាយពី concept នៃ network security អញ្ចឹងconcept នៃ network security វាមានយើងនឹងនិយាយពី vulnerability threats exploit ដែលអាចប្រើសម្រាប់ enhance នៅ network security អញ្ចឹងវាគឺជានេះគឺជា topic ដែលយើងនឹងនិយាយអឺអញ្ចឹងនៅពេលដែលយើងនិយាយដល់ network security គឺយើងនិយាយពីយើងយល់អំពីត្រូវយល់អំពី ethical hacking ethical hacking មានថាជាការ hacking ជាការរៀន hacking ប៉ុន្តែដោយអឺសីលធម៌ដោយវិជ្ជាជីវៈអញ្ចឹង current state of the cyber security អញ្ចឹង criminal cyber criminal ឥឡូវក៏មាន tool ច្រើនដែលអាចសម្រាប់ take down infrastructure ឬក៏ system មួយចំនួនហើយ tool អស់ហ្នឹងហើយនឹង technique ទាំងអស់ហ្នឹងគឺនឹង involve បន្ថែមទៀតអភិវឌ្ឍបន្ថែមទៀតអញ្ចឹងហើយយើងគួរតែ aware យើងគួរតែយល់ខ្លះតកតងជាមួយនឹង security term ពាក្យដែលគេប្រើនៅក្នុង security មួយចំនួនដូចជា asset សំដៅទៅលើទ្រព្យសម្បត្តិរបស់ organization របស់អង្គការ vulnerability មានថាជាចំណុចខ្សោយនៃ system threat មានថាជា potential danger ជា potential danger នៃទៅទ្រព្យសម្បត្តិរបស់ company exploit ការរុករកជាការរកនៅចំណុចខ្សោយហ្នឹង mitigation គឺជាវិធីទប់ស្កាត់ risk មានថាជាកម្រិតដែលវាអាចធ្វើឲ្យ threat ជាកម្រិតដែលងាយស្រួលឬក៏អត់ងាយស្រួលក្នុងការរកចំណុចខ្សោយអញ្ចឹងយើងមាន vector of network attack ហើយអញ្ចឹងវានេះគឺនិយាយពីដូចជាផ្លូវដែលអាច attack អញ្ចឹងវាមាន external ហើយនិង internal អញ្ចឹង internal threat ហើយនិង external threat នៅផ្លូវអាចមកពីខាងក្រៅហើយនឹងចូលនៅខាងក្នុងស្រាប់ហើយយើងនិយាយពី data loss ឬក៏ data infiltration គឺនៅពេលដែល data គឺត្រូវបានបាត់លួចឬក៏ត្រូវបានលេចចេញទៅខាងក្រៅហើយវាអាចធ្វើឲ្យយើងបាត់បង់កិត្តិយសបាត់បង់កេរ្តិ៍ឈ្មោះក៏ដូចជាអាចបាត់បង់នៅចំណូលជាដើមអញ្ចឹង data loss ហ្នឹងគឺវាអាចបាត់តាមរយៈដូចជា email ឬក៏ social networking ដូចជាការធ្វើ email ការនេះអីជាដើមការតាមបាត់ email ការលួច email មួយទៀតគឺ unencrypted device មានតែការប្រើ device ដែលអត់ encrypt data ទិន្នន័យទាំងអស់គឺគេអាចលួចមើលបាន cloud storage device ខ្ញុំមានថានៅពេលអញ្ចឹង data យើងអាចត្រូវបានគេលួចឬក៏បាត់បង់នៅពេលដែល cloud មួយហ្នឹងគឺត្រូវបានគេ hack ឬក៏វាមាន security ដែលខ្សោយមួយហើយ removable media ដូចជា USB drive ដែលយើងការប្រើប្រាស់ហ្នឹងគឺអត់យើងប្រើប្រាស់ច្រើនកន្លែងទៅវិញទៅមកវាអាចបង្កទៅជាការបាត់បង់នៅ data មួយចំនួនតាមរយៈUSB ដោយការ inject នៅ malware ឬក៏អីមួយចំនួនអញ្ចឹង hard copy គឺសំដៅទៅលើឯកសារឬក៏กระดาษអញ្ចឹងគឺការប្រើ hard copy ហ្នឹងអញ្ចឹងគេណែនាំឲ្យយើងគួរតែ delete ចោលគួរតែបំផ្លាញចោលនៅពេលដែលប្រើហើយ improper access control មានថាគឺការប្រើ access control ដែលអត់គ្រប់លក្ខណៈដូចជា password ដែលខ្សោយអញ្ចឹង hacker គាត់អាចប្រើអាហ្នឹងបានគាត់អាចប្រើ password ហ្នឹងគឺដើម្បី access ទៅកាន់ account យើងមកនិយាយពី threat actor គឺជា hacker ហ្នឹងហើយអញ្ចឹង threat actor គឺយើងមានជា white hat មាន black hat ហើយនិង gray hat white hat គឺសំដៅទៅលើ ethical hacker ដែលគាត់ប្រើសម្រាប់ ethical reason ឬក៏ legit purpose សម្រាប់នៅពេលដែលគាត់មានឃើញនៅចំណុចខ្សោយនៃ system គាត់ report ទៅ developer ដើម្បីឲ្យ fix បាន gray hat នៅពេលដែលគាត់ find នៅ vulnerability ចំណុចខ្សោយទាំងអស់ហ្នឹងគាត់នឹងប្រើអាហ្នឹងគឺសម្រាប់ gain និង personal gain ដែលជា unethical criminal
ឈ្មោះ Grey Hacker ក៏ដូចជា Black Hacker ដែរប៉ុន្តែអឺគាត់ធ្វើសម្រាប់សបាយពេលហ្នឹងអាចស្ម័យដើម្បី affect នៅ organization គាត់រកដើម្បីអឺចំណូលខ្លួនឯងដូចគ្នាប៉ុន្តែពេលខ្លះក៏ជា in between មានចន្លោះ white hacker ហើយនិង black hat hacker អញ្ចឹង hacking term មួយចំនួនវាដូចជា script kiddie មានសំដៅទៅលើក្មេងដែលគាត់ត្រឹមតែរៀនពីស្គាល់ពី hacking ហើយប្រើប្រាស់នៅ available tool មួយចំនួន vulnerability broker គឺជាអ្នកដែលរកនៅ vulnerability ហើយ report ដើម្បីយកលុយឬក៏រង្វាន់ hacktivist សំដៅទៅលើជា hacker ដែលលួចយកទិន្នន័យដែលការពារនៅអង្គការឬក៏ក្រុមហ៊ុនដោយpost article ឬក៏ video មួយចំនួន cyber criminal គឺជា black hat តែគាត់ប្រើសម្រាប់ cyber crime ប្រើសម្រាប់ប្រយោជន៍ខ្លួនឯងឬក៏ working សម្រាប់ large cyber crime organization ចំពោះ state sponsor គឺអាចជា black ឬក៏ white hat ដែលលួចទិន្នន័យពី government ប្រមូលទាំងអស់ហ្នឹងឬក៏នេះដែរតែឬក៏នេះ sabotage ទៅលើ network attack ទៅលើ network អញ្ចឹងហើយtarget របស់ពួកគេគឺក្រុមហ៊ុនបរទេសមួយចំនួនគ្រប់ឬក៏ corporation អញ្ចឹងនេះគេនិយាយ estimate ថា cybercrime គឺលួចលុយបានច្រើនហើយគេអាចធ្វើវាបានដោយប្រើ toolkit ប្រើ code ឬក៏ script ដែល automatic script សម្រាប់ exploit ទៅលើ vulnerability ហើយនិង attack ជាដើមចឹង hacktivist អាចសំដៅទៅលើក្រុម hacker anonymous ដែលគេអត់ស្គាល់ហើយពួកគាត់ពីច្រើនគឺប្រើ available tool មួយចំនួនសម្រាប់ hacking គឺជា state sponsor មានដូចជាអ្នកដែលជួល hacker អញ្ចឹងដើម្បីធ្វើការ attack បែបធំអញ្ចឹងគឺគេប្រើ advanced ឬក៏ customize attack code ដោយប្រើ previous recover software vulnerability ឬក៏ zero day vulnerability threat actor tool អញ្ចឹងដើម្បីដឹងថាដើម្បីរកនៅចំណុចខ្លះគេត្រូវប្រើ tool មួយចំនួន tool ហ្នឹងវាអាចជា software ឬក៏ជាកម្មវិធីអាចជា script មួយចំនួនដើម្បីគេធ្វើឡើងដើម្បីអាចងាយស្រួលនៅក្នុងការ hacking ដែលវា automate ខ្លួនឯងអញ្ចឹង evolution នៃ security tool អញ្ចឹងhacking tool មានច្រើនវាអាចមានជា password cracker សម្រាប់យក password crack password អាចជា brute force ឬក៏ការ hack attack ទៅលើ website ដើម្បីយក password ជាដើម wireless hacking tool គឺសំដៅទៅលើការ tool ដែល wireless hack network scanning ឬក៏ hacking tool ហើយនឹង network scan គឺសម្រាប់ scan network package graphing tool គឺ graph ទៅលើ package sniffing គឺប្រើសម្រាប់ package analyze ហើយនិង capture rootkit detector គឺសម្រាប់ detect ទៅលើ rootkit fuzzer និង search vulnerability គឺប្រើសម្រាប់មើលទៅលើ computer security vulnerability ហើយ debugger hacking operating system encryption tool vulnerability exploitation
tool ឬក៏ vulnerability scanner ដែលប្រើសម្រាប់ scan នៅ vulnerability ហើយជាមួយនឹង attack ដែលមានសម្រាប់ tool ហ្នឹងគឺគេអាចប្រើជា eye dropping attack ដែល data modification មានការ attack IP attack IP address spoofing attack password based attack denial service man in the middle attack compromise key attack sniffer ចឹងយើងទៀតនឹងអាចនឹងនិយាយពី attacking ពី3ដូចជា middle attack ឬក៏ denial service malware ចឹងmalware មានដូចជា virus worm trojan horse attack ជាដើមអញ្ចឹងល្បីជាងគេគឺមាន virus ដែល virus ទាមទារទៅការមនុស្សដើម្បី control ឬ infect ទៅលើកុំព្យូទ័រ virus អាច change ឬក៏ corrupt delete file ហើយនឹងឬក៏អាច delete ទៅលើ driver ទាំងមូលដែរហើយវាធ្វើឲ្យកុំព្យូទ័រអាចមានបញ្ហា booting ឬក៏ corrupt application capture and send ដូចជាការលួចហើយនឹងការបញ្ជូនទិន្នន័យទៅកាន់ hacker ជាដើម access ហើយនឹងការប្រើ email អាចត្រូវបាន spread account ទាំងអស់ហ្នឹងហើយឥឡូវហ្នឹងគឺមក virus ត្រូវបានគេប្រើសម្រាប់ specific reason ដូចជាសម្រាប់ boot sector ដែលប្រើសម្រាប់ boot ឬក៏ file system micro firmware virus សម្រាប់ firmware នៃ device អាចជា driver program virus គឺបញ្ចូលទៅក្នុង program ជា executable ពេលដែលយើង run executable program ហ្នឹងគឺវានឹង run virus ដែរតើមក Trojan horse គឺសម្រាប់ attack ទៅលើ horse ហើយវាជាការលាក់នៅកូដមួយចំនួននៅក្នុងកម្មវិធីដើម្បី take advantage បានមួយចំនួនយកដូចជា remote access មាន data sending destructive proxy FTP society software disabler denial of service ហើយនិង keylogger មាន adware ហើយផ្សេងទៀតវាមានជា adware មានថាជា software ដែលវាបញ្ចូល add មកកុំព្យូទ័រយើង ransomware rootkit soft spyware worm ជាដើមcommon attack អញ្ចឹងយើងមកនិយាយពី attack មួយចំនួនការ attack មានច្រើនប៉ុន្តែវាត្រូវបានចែកចេញជាប្រភេទនៃ attack មាន reconnaissance attack access attack និង DOS attack ដែល resonance ហ្នឹងមានន័យថាការប្រមូលទិន្នន័យហើយការរាល់ការ attack ទាំងអស់ដែលធ្វើឡើងដើម្បីប្រមូលទិន្នន័យដូចជាការ map នៅ topology map នៃ system អីដើមអញ្ចឹងទាំងអស់ហ្នឹងគឺប្រើសម្រាប់resonance ជាប្រភេទ resonance reconnaissance sorry អញ្ចឹង technique ហ្នឹងគឺទីមួយគឺគេ query មានថាការជាប្រមូលទិន្នន័យពី target ដោយវិធីសាស្ត្រជាច្រើនមក initialize pin sweep of target network មានថាការ pin ទៅកាន់ network ហ្នឹងថាវា network ហ្នឹង accessible យើងអាចទៅកាន់ network ហ្នឹងអត់បន្តមកទៀតគឺ port scan ហើយនឹង off active អីដែលសំខាន់នៅក្នុង communication គឺ IP address ហើយនឹង port address port number អញ្ចឹងគឺការដឹងទាំងពីរហ្នឹងគឺគេអាចរកនៅចំនួន host នៅក្នុង network ណាមួយទៅគឺការ run នៅ vulnerability scanner ពេលយើងបាន port ហើយនឹងបាន IP address ហើយគឺគេអាច scan នៅ vulnerability របស់យើងដោយតាមរយៈ port scan ទៅលើ port ដែលប្រើឬក៏មិនទាន់ប្រើបន្តមកទៀតគឺនៅពេលដែលមានឃើញពី vulnerability ពីខាងលើគឺគេអាច run ពី exploitation port ដើម្បីរកទៅលើបន្ថែមទៀតដើម្បី attack ទៅលើចំណុចខ្សោយមួយនោះថាតើអាចយកអីបានខ្លះ
ចឹងចំពោះ access attack គឺ access attack access attack គឺគេប្រើសម្រាប់ access ទទួលទិន្នន័យ gain access ឬក៏អាចទៅជា privilege ទៅជា administer state បានហើយការ attack password មានដូចជាការប្រមូល password ដើម្បីបន្លំខ្លួន spoofing ឬក៏ការ spoofing គឺជាការបន្លំខ្លួនជាអ្នកដទៃហើយទៅកាន់ដើម្បីបន្លំខ្លួនលួចឬក៏អីផ្សេងមានអាចដូចជា IP spoofing មាន MAC spoofing DCP spoofing ហើយយើងនិយាយពី social engineering មានការបញ្ជាអ្នកដទៃហ្នឹងទៅកាន់ដើម្បី perform ការ hacking ហ្នឹងគឺការលួចទិន្នន័យវាអាចពីបញ្ជាដោយ telephone ឬក៏ internet ក៏ពេលខ្លះអាចបញ្ជាដោយផ្ទាល់ទាំង social technique attack វាមាន pretexting មាន phishing មាន spear phishing spam something for something baiting interpersonal personation tailgating shoulder surfing dumpster driving social engineering អញ្ចឹងដើម្បីអាចនេះបានយើងមានវិធីសាស្ត្រអាចព្យាយាមទុកcredential account យើងកុំឲ្យទៅកាន់តែគេម្នាក់កុំឲ្យ password នៅកន្លែងដែលងាយស្រួលដូចជាពេលខ្លះអាចនៅកាហ្វេឬអីក៏យើងកុំព្យាយាមប្រើប្រាស់នៅ account ដូចគ្នាហើយការប្រើ email នៅកាន់ untrusted source ពី untrusted source ហើយក៏យើងអត់ត្រូវបញ្ចេញព័ត៌មានទៅតាម social media មួយចំនួនដែលតាក់ទងមួយនឹងការងាររបស់យើងហើយ password គឺត្រូវតែ strong នៅពេលដែលប្រើ computer ហើយយើងគួរតែ log out ហើយបើសិនជាមានការសង្ស័យគឺគួរតែ report ឬក៏ធ្វើអ្វីមួយយើងគួរតែ destroy គួរតែបំផ្លាញនៅព័ត៌មាន confidential សំខាន់មួយចំនួនអាស្រ័យទៅតាមpolicy វិន័យផ្ទៃក្នុងរបស់ organization របស់អង្គការរបស់យើងចឹងយើងមានមកដល់ DOS ហើយនិង DDoS ចឹង DOS ហើយនិង DDoS គឺវាដូចជាការរំខានទៅការ network service មកកាន់ user ឬក៏ device ដែលវាមានពីរគឺគេប្រើ overwhelming quality of service មានថាគេប្រើចំនួនច្រើនដែលអាចរំខានដល់ដែលធ្វើឲ្យ host ឬក៏ network ហ្នឹងគឺអាច handle អត់អាចការគ្រប់គ្រងបានទេចំនួនច្រើនពេកចឹងវាធ្វើឲ្យ slow down ចឹងហើយវាអាចធ្វើឲ្យ crash ឬក៏ crash device បានមួយទៀតគឺការ format នៅ package ចឹងពេលដែល format package ទៅជា format អីផ្សេងមួយទៀតដែល receiver គាត់អត់អាច handle បានចឹងវាអាចធ្វើឲ្យ receiving device user ឬក៏ any receiving device ហ្នឹងគឺ slow ឬក៏អាច crash ទៀតចឹងDDoS ហ្នឹងគឺវាជាអាចតែ common មួយដោយសារតែវាងាយស្រួលនៅក្នុងការធ្វើដោយយើងបញ្ជូន package ច្រើនដងទេតែវាអាចផ្ដល់ major risk ច្រើនដូចជាវាទៅរំខានយើងជាមួយនឹង communication ហើយនឹងធ្វើយើងខាតពេលនឹងលុយ DDoS វាស្តៀងទៅនឹង DOS ដែរគ្រាន់តែDDoS គឺចេញពីប្រភពច្រើនចឹងយើងមកដល់ IP vulnerability ហើយនឹង threat ចឹងការ attack លើ IP គឺគេជាការបន្លំ IP មានថាការកែកុនជា IP header ចឹងពេលហ្នឹងគឺគេអាចបន្លំពី IP source របស់គេបានដើម្បីធ្វើជា destination របស់យើងឬក៏ដើម្បីបន្លំខ្លួននៅក្នុង network របស់យើងចឹង tag ទី1មាន ICMP
ICMP គឺប្រើសម្រាប់ pin ទៅអ៊ីនធឺណិតហើយ pin ទៅមកអញ្ចឹងគេអាចប្រើប្រាស់នៅ ICMP ដើម្បីដឹង network ឬក៏ map នៃ topology របស់យើងហើយបន្ទាប់មកគឺគេប្រើ those attack ហ្នឹងamplification និង reflection គឺនិយាយអំពីការរំខានដោយអត់ប្រើប្រាស់ service អត់ឲ្យយើងប្រើប្រាស់ service បានដែលអាចប្រើ DOS ឬក៏ DDoS address spoofing attack គឺជាការ spoof នៅ source IP address នៅក្នុង package ដើម្បី perform blind spoofing ឬក៏ non blind spoofing ដែលយើងនឹងនិយាយចំណុចបន្តទៀតmap in the middle attack គឺការលួចខ្លួនឯងមានតែការបន្លំខ្លួនទៅកាន់ចូលស្ដាប់ទៅ communication រវាងមនុស្សពីរនាក់រវាង device ពីរអញ្ចឹងហើយគេអាចលួចស្ដាប់នៅទិន្នន័យរវាងមនុស្សពីរនាក់និយាយគ្នាបានអញ្ចឹងទិន្នន័យរាល់ព័ត៌មានដែលសំខាន់គឺគេអាចលួចបាន session hijacking មានថាគឺការគាត់អាច access ទៅលើ physical network ហើយប្រើ man middle attack ទៅលើ hijack ទៅលើ session អញ្ចឹង ICMP ហ្នឹងគឺគេអាចប្រើសម្រាប់ map out នៃ network topology អញ្ចឹង map out ហ្នឹងមានថាគេអាច construct network របស់យើងគឺដោយគេប្រើ ICMP បានហើយដើម្បី prevent គេអាចប្រើ access list ហ្នឹងវាដូចជា rule មួយអញ្ចឹងដែលគេប្រើលើ router ដើម្បីកំណត់ថាតើ device ណាខ្លះ IP ណាខ្លះអាចបញ្ចូលបានអាចចូលបានអាច access បានបន្តមកទៀតអឺចឹងmessage ICMP ដែលគេប្រើហ្នឹងគឺមានដូចជា echo request ឬក៏ reply unreachable មក reply redirect ឬក៏ router discovery យើងមកនិយាយពី amplification និង reflection កន្លែងហ្នឹងគឺយើងមើលរូបខាងស្ដាំគេនិយាយអំពីសំដៅទៅលើការ smurf attack overwhelming target អញ្ចឹងគឺគេប្រើ account ច្រើន send package ទៅកាន់ victim ទៅកាន់ PC របស់យើងហ្នឹងក្នុងពេលតែមួយអញ្ចឹងហើយពេលហ្នឹងគឺវាអាច handle បានវាអាច crash ឬក៏ធ្វើឲ្យ network ហ្នឹងវាគាំងធ្វើឲ្យ PC គាំងឬអាច slow down នៅ traffic នៅលើ network របស់យើងតមក address spoofing attack អញ្ចឹងកន្លែងហ្នឹងវាមានគេប្រើគេកែ source IP ដើម្បីអាចទីមួយគឺ hide ខ្លួនឯងឬក៏ដើម្បីលាក់បាំងអត្តសញ្ញាណឬក៏តាំងខ្លួនជា legitimate user អញ្ចឹងនៅពេលហ្នឹងគឺវាអាច slow down ហើយគេអាច perform ហើយគេអាចបញ្ចូល attack ផ្សេងទៀតhouse binding house blind spoofing គឺមានន័យថានៅពេលដែល hacker គាត់អាចឃើញនៅ traffic រវាង house ហើយនឹង target បានអញ្ចឹងគាត់អាចដឹងពី state នៃ firewall ហើយ sequence number prediction blind spoofing នៅពេលដែល threat actor គាត់អាចឃើញនៅ traffic រវាង house ហើយនឹង target ហើយអាហ្នឹងគឺត្រូវបានគេប្រើនៅក្នុង DOS attack បើសិនបើ threat actor នៅក្នុង local ដែរអញ្ចឹងគេអាចប្រើ MAC address spoofing attack ដើម្បី attack ទៅកាន់ internet network ដោយ change ដោយផ្លាស់ប្ដូរ MAC address របស់ពួកគេចឹងចូលមកដល់ TCP និង UDP variability អត់ខុសគ្នាពី IP ដែរគឺគេ attack ដោយការ change ទៅលើ header ហើយ header ដែលសំខាន់នៅក្នុង TCP គឺជា control bit ដែលវាមាន flag ចំនួន6មាន URG add push reset synchronize finish អញ្ចឹងយើងមកមើលបន្តិចថា TCP មានន័យជាអ្វីចឹង TCP វាផ្ដល់នៅ reliable service ជា communication protocol មួយដើម្បី reliable service
ជា flow control ហើយនឹង statement flow control ថាវា control flow ជា error detection អីជាដើមហើយជាមួយនឹង statement stateful គឺវាដឹងពី communication រវាង two party រវាង end device ឬក៏ server client ដោយប្រើ three way handshake អញ្ចឹងមកដល់ three way handshake មានន័យថាគ្រាន់ជាការ send ដំបូងគឺការ send synchronize ពី client ទៅ server នៅពេលដែល server ទទួលបាន synchronize ពី client គឺគេ acknowledgement ទៅកាន់ client វិញបន្តមកទៀតគឺ section ហ្នឹងគឺ establish ហើយហ្នឹងគឺជា three way handshake អញ្ចឹង attacker គាត់អាច attack ដោយប្រើ sync float attack ដោយគាត់អត់ reply មកវិញដោយគាត់អត់ធ្វើ process ទី2នេះគឺគាត់អត់ចាំអត់ respond to zing ហ្នឹង zing acknowledgement អញ្ចឹងហើយនៅពេលហ្នឹងគឺនឹងមានច្រើនដើម្បី complete វាត្រូវមាន step មួយ step ទៀតពី hacker ដើម្បី complete នៅthree way handshake អញ្ចឹងនៅពេលដែលវាអត់ complete អញ្ចឹងវាស្ទះអញ្ចឹងហើយនៅពេលដែល user ព្យាយាម access ទៅ web server គឺអត់អាច access បានដោយសារតែ traffic នៅ stuck traffic នៅជាប់ទៅសម្រាប់ UDP ក៏មិនខុសគ្នាប្រហែលដែរគឺគេប្រើវាជាប្រភេទ connectionless transport layer protocol វាមាន lower head តិចជាង TCP អញ្ចឹងគេ hack ដល់គេអាចប្រើទៅលើ float attack ដោយសារតែ UDP គឺ work ដោយទៅលើ scan មើលទៅលើ port number ឬក៏ port ដើម្បី run នៅ service អញ្ចឹងហើយគឺគេគ្រាន់តែ float នៅរាល់ float រាល់ port អញ្ចឹងហើយគឺអញ្ចឹងហើយវាបង្កើតនៅឲ្យមាន traffic នៅលើ segment លើ port ទាំងអស់ហ្នឹងបន្តមកទៀតគឺវាអាចធ្វើឲ្យស្ទះគេថាស្ទះអញ្ចឹងវាប្រើនៅ which use up most of bandwidth អញ្ចឹងថាវាស្ទះអញ្ចឹងហើយ result វាដូចជា DOS attack អញ្ចឹងវាធ្វើឲ្យ access user គឺគាត់អត់អាច access បានអញ្ចឹងយើងមកដល់ IP service AOP vulnerability AOP គឺគេត្រូវបានប្រើសម្រាប់ broadcast ដើម្បីរកនៅ IP address ដោយប្រើ MAC address អញ្ចឹងនៅពេលដែលអញ្ចឹងការ attack ហ្នឹងគឺគេប្រើដោយគេហៅថា AOP cache poisoning អញ្ចឹងមានន័យថា attacker គាត់បដូរ MAC address ខ្លួនឯងហ្នឹងaddress ខ្លួនឯងហ្នឹងហើយគាត់កែនៅកែខ្លួនឯងឲ្យទៅជា gateway កែ IP ខ្លួនឯងទៅជា gateway អញ្ចឹងហើយរាល់នៅ PC រាល់នៅ end device ដែលភ្ជាប់មកកាន់ខាង threat actor PC ក៏ដូចជាគាត់កែ router ដើម្បីឲ្យបន្លំថា IP នៃ gateway គឺទៅលើ threat actor អញ្ចឹងហើយពេលហ្នឹងគឺ data ទាំងអស់គឺនឹង send ទៅកាន់ threat actor ហើយចំពោះការ attack នេះវាមាន passive និង active passive នៅពេលដែលគាត់លួចទិន្នន័យ active នៅពេលដែលគាត់កែទិន្នន័យនៅពេលដែល transfer ឬក៏បញ្ចូល data មួយចំនួនអញ្ចឹងយើងមានការ attack ដោយ domain name system មានថាដូចជា Cisco អញ្ចឹងគឺគេជាការ translate ពី numeric address មកកាន់ string អញ្ចឹងវាជា cisco.com មកកាន់ជា 10.0 ឬក៏អីហើយវាមានដូចជា open resolver attack steal attack domain sharding attack ឬក៏ tunneling attack
ចឹង resolver vulnerability មានថាវាមាន DNS cache poisoning attack amplification attack resource utility attack មាន fast flux double IP flux domain generation algorithm tunneling ចឹងជាមួយនឹង DHCP ចឹងចំពោះការ DHCP នេះគឺគេអាច attack គេអាចនេះបានដោយបន្លំចឹងទីមួយគឺមាន DHCP spoofing attack មានថាគេបន្លំធ្វើជា DHCP server នៅពេលដែល client គាត់ចង់បាន IP address ពី DHCP server ចឹងRogan ហ្នឹងគឺមានថាជា Rogan DHCP server ហ្នឹងគឺជាបន្លំឯងចឹងវានឹងបោះ IP របស់ខ្លួនឯងមកហើយពេលដែលយើងបញ្ជូនទិន្នន័យទៅចឹងពេលហ្នឹងហើយគឺគេអាចលួចទិន្នន័យរបស់យើងបាន wrong ដោយ wrong gateway wrong default gateway ចឹង wrong default gateway វានឹងបង្កើតទៅជា man in the middle attack ដែលគេអាចលួចទិន្នន័យយើងកដាលហើយមួយទៀតគឺ wrong DNS server ដោយ DNS server ខុសយើងអាចបញ្ជូនទៅកាន់ website ដែលអត់មាន website ដែលប្លែកហើយនឹង IP address ដែលខុសIP address ចូលមកដល់ចំណុចលេខ9គឺ network security best practice អញ្ចឹងយើងអាចធ្វើឲ្យបានសម្រាប់នេះអញ្ចឹងទិន្នន័យដែលសំខាន់គឺមាន CIA information មួយ confidential ទិន្នន័យដែល confident integrity ហើយនឹង availability ហើយក៏គេអាច implement security ហើយនឹង service មួយចំនួនដែរដូចជា VPN firewall APS WSA AA server ចឹងគេ control firewall គឺ control ទៅលើ network control ទៅលើ traffic ចឹងហើយយើងអាច control ថាបើសិនបើយើងសង្ស័យថាវាមាន website ណាដែល support ទៅឡើយឬក៏ IP នៅក្នុង local ហ្នឹងវាមានបញ្ហាអញ្ចឹងគេអាច control ឬក៏ block access ទាំងអស់ហ្នឹងបាន ISP IPS IIS IDS ហើយនឹង ISP intrusion detection system ហើយនឹង intrusion prevention មានថាការ prevent ការទប់ស្កាត់ហើយនឹងការ detect នៅ intrusion ការជ្រៀតចូល system អញ្ចឹងហ្នឹងគឺគេអាច implement technique ទាំងអស់ហ្នឹងបានដូចជាមាន Cisco iOS IPS software device មួយចំនួនដែលបង្កើតឡើងសម្រាប់ការ service ទាំងអស់ហ្នឹងឬក៏ adaptive security application ហើយនឹង switch ឬក៏ router ជាដើមអញ្ចឹងយើងមកដល់ចំណុចចុងក្រោយគឺ cryptography គឺជាចំណុចគឺជាការជា apply math ដើម្បី encrypt វាជា add នៃ encryptនៅ data ដែលបានបញ្ជូនចឹង secure communication មាន data encryption integrity original authentication data confidentiality ហើយនឹង data non repudiation ចឹងdata integrity គ្រាន់តែជាការ encrypt cryptography គ្រាន់តែជាការ encrypt នៅ data ទេគឺជាការ public key encryption បន្តមកគឺនេះហៅ private key encryption អូខេយើង